xây code ភ្លើងញាក់ប្រដេញចូលគ្នាគឺនៅក្នុង sequence នេះចឹងយើងមើលឃើញភ្លើងញាក់ហ្នឹងវារត់ចូលគ្នាឥឡូវយើងមើលលើ code វិញនេះគឺដំណើរការវារត់ពីក្រៅចូលទៅក្នុងយើងរត់ពីក្រៅមកចូលក្នុងមួយយើងមើលលើ code គឺបើសិនមកយើងសរសេរជាទម្រង់សម្រាយគឺងាយស្រួលគឺ port B ស្មើនឹងអំពូលភ្លឺសងខាងណានេះភ្លឺខាងសងខាងវាមកតមកឲ្យភ្លឺនឹងបង្កើតចូលមួយខាងនេះបង្កើតចូលមួយតមកទៀតឲ្យបង្កើតចូលមួយទៀតបង្កើតចូលមួយទៀតតមករំកើចូលមក bit ទៀតដល់មកទៀតអាមក bit ខ្ទង់ទី4នេះវារំកិលមកដល់ខ្ទង់ទី5ហើយអាទី5នេះរំកិលមកទី4គឺវាហួសទៅមកជ្រោះផ្លូវគ្នាតែមកហើយទើបអាទី4នេះអាទី5នេះវារំកិលមកទី6ដល់ពេលអាទី4នេះរំកិលមកអាទី3វិញអញ្ចឹងវាជ្រោះផុតចំណុចហៅហ្នឹងគឺមើលទៅភ្លើងហ្នឹងរត់ពីក្រៅចូលក្នុងហើយបានដល់ជួបមកក្នុងរត់ចេញមកក្រៅវិញបើសិនបើយើងសរសេរជាទម្រង់សម្រាយចេះតែវាងាយដូច្នេះឥឡូវខ្ញុំនឹងបង្រៀនពីរបៀបនៃការសរសេរដោយប្រើទម្រង់ខ្លីគឺខ្ញុំប្រើ for loop អញ្ចឹងអាកូដខាងលើនេះគឺខ្ញុំអាចសរសេរបានមួយទៀតណាគឺខ្ញុំសរសេរថា port B ស្មើឲ្យវងចកនៃ 0B ខ្ញុំដាក់លេខ1ខាងដើមគេនេះ0 7 ដងតមកខ្ញុំប្រើសញ្ញារំកិលតែរំកិលគឺរំកិលទី0តពីរំកិលមកខ្ញុំខ្ញុំប្រើសញ្ញាអានេះ 0B គឺ0 7 ដង1វិញហើយប្រើសញ្ញារំកិលចូលក្នុងវិញតែរំកិលនោះរំកិលទី0អញ្ចឹងយើងមើលកន្សោមនេះណាយើងមើលកន្សោមមួយជួរនេះក្នុងកន្សោមនេះយើងមានសញ្ញារំកិលតែរំកិលពេលហ្នឹងគឺរំកិលទី0អញ្ចឹងមានន័យថាអត់រំកិលអញ្ចឹងគឺតម្លៃលេខ1នៅខាងខ្ទង់ធំនេះដល់ពេលខាងនេះវិញគឺរំកិលទី0ដូចគ្នាដល់នេះនៅខ្ទង់រាយអញ្ចឹងយើងយកវាមកចូលគ្នាសញ្ញានេះគឺសញ្ញាតាម bit អញ្ចឹងមានន័យថាដូចយើងយកតម្លៃប៉ុណ្នេះមកធ្វើការគណនានៅកន្លែងនេះអញ្ចឹងបើសិនបើយើងប្រើសញ្ញាអញ្ចឹងមានន័យថាយើងតាម bit អញ្ចឹងទៅនេះអាចសរសេរថា 0B ដល់ពេលយើងគឺ1នឹង0អញ្ចឹងស្មើ1 0 0 0 ស្មើ0 0 0 0 ស្មើ0អញ្ចឹងជួននេះ0ទាំងអស់ណាចាំវាថា0 0 0 0 0 1ដោយសារចុងក្រោយនេះ0ឲ្យ1គឺស្មើ1អញ្ចឹងមានថា port B ដែលស្មើជាមួយនឹងកន្សោមប៉ុណ្នេះបន្ទាប់ពីការគណនានៃកន្សោមហ្នឹងគឺយើងអាចទទួលបានតម្លៃស្មើនឹងប៉ុណ្ណេះតែតម្លៃហ្នឹងគឺស្មើនឹងតម្លៃមួយនេះឥឡូវយើងមើលបន្ទាប់បន្ទាប់នេះគឺខ្ញុំរំកិលវាមួយណាខ្ញុំកិលមួយអានេះក៏ខ្ញុំរំកិលវាមួយដែរអញ្ចឹងបើសិនខ្ញុំរំកិលវាមួយមានថាលេខ1ពេលហ្នឹងគឺវាចាប់ដើមមកខ្ទង់នេះវិញដល់ពេលខាងចុងនេះវិញពេលរំកិលមួយគឺមានថាលេខ1ហ្នឹងវានៅខាងខ្ទង់10វិញអញ្ចឹងនេះរំកិលចូល1អានេះរំកិលចូល1ដល់ពេលយើងយកវាពីរនឹងចូលគ្នាគឺតម្លៃស្មើនឹងប៉ុណ្ណេះវិញអញ្ចឹងកន្សោមមួយដុំនេះគឺស្មើនឹងតម្លៃប៉ុណ្នេះណាទី3វិញណាទី3អាទី3គឺយើងរំកិលវា2 bit នេះ2 bit ដែរអាទី4ជឿរំកិលវា3 bit នេះ3 bit ចឹងឥឡូវខ្ញុំអាចសរសេរបង្រួមបានដោយខ្ញុំប្រើ for loop ចឹងខ្ញុំប្រកាសអថេមួយសិនដើម្បីប្រើខ្ញុំប្រកាសឆា i អថេមួយដែលមានឈ្មោះថា i
សម្រាប់ប្រើប្រាស់ក្នុង for loop អញ្ចឹងអាកូដទាំងអស់នេះគឺខ្ញុំអត់តន់លុបទេខ្ញុំ save for loop ពីក្រោមសិនអញ្ចឹង for loop គឺ for i យើងអថេចាប់ដើមគឺពី0ទៅតមកគឺលក្ខខណ្ឌ i តូចជាងឬស្មើប្រមាណតូចជាងឬស្មើ7 i មីកលឹម i បូកគឺ i កើម្ដង1ឯកតាហើយបិទមកវិញអញ្ចឹងកូដប្រព័ន្ធនេះគឺជារង្វិលជុំមួយដែលរ៉ាន់បាន8ជុំដែលរត់ពី0ទៅដល់7គឺមានថា8ជុំអញ្ចឹងខ្ញុំ copy ក្នុងនេះដាក់វិញណាអញ្ចឹងខ្ញុំដាក់វា copy មកផាសនេះចូលដែលកន្លែងលេខ0នេះគឺជាអថេព្រោះយើងឃើញនេះ0 1 2 3 4 5 6 7នេះដូចគ្នាអញ្ចឹងន័យថានេះគឺជាអថេ i ពីព្រោះ i គឺរត់ពី0ទៅដល់7អញ្ចឹងខ្ញុំដាក់នេះថា i វិញនេះ i តមក semicolon ហើយដាក់ delay វាមួយដោយសារតែមួយដំណើរការគឺវាត្រូវមាន delay មួយអញ្ចឹងខ្ញុំដាក់វា delay មួយអញ្ចឹងសរុបមកគឺកូដ3ជួរនេះគឺស្មើនឹងតម្លៃកូដដែលយើងសរសេរទាំងអស់នេះអញ្ចឹងយើងអាចបង្រួមបានដោយកូដវែងបែបនេះនៅពេលយើងចេះ for loop ហើយនឹងចេះប្រើសញ្ញារំកិលហើយនឹងសញ្ញា or យើងអាចបង្រួមបានសល់តែ3ជួរនេះអញ្ចឹងនេះខ្ញុំលុបវាចោលចាកូដសេហើយខ្ញុំអាចបៀលបានវាចឹង success ណាគឺ finish success ចឹងខ្ញុំដើរមើលតេស្តមើលអំពូលខ្ញុំ stop វាខ្ញុំ play វាវិញជាឃើញភ្លឺនៅដដែលណាភ្លើងវាភ្លឺដដែលខ្ញុំអាចដូរ delay វាលឿនជាងមុនណាកាលណា delay តូចវាភ្លើងញាប់ជាងមុនចឹងខ្ញុំសាកដូរវាខ្ញុំ play វាមកបៀលវាហើយខ្ញុំ play សាមីចឹងឃើញវាលឿនជាងមុនខ្ញុំអាចដាក់យឺតវិញណាគឺ200យឺតជាងមុន